សួស្តីប្រិមិត្តបាទវីដេអូនេះចង់បញ្ជាក់អំពីការបដិឆេទថ្ងៃទូទាត់ភាគលាភរបស់ធនាគារស៊ីដាដែលទើបតែប្រកាសកាលពីរសៀលថ្ងៃពហុទី12ខែមិថុនាឆ្នាំ2025នេះបន្ទាប់ពីក្រុមហ៊ុនរងចាំការអនុម័តពីអាជ្ញាធរតាំងពីការបដិឆេទប្រជុំមហាសន្និបាតភាគនឹកនោះបាទថ្ងៃទី24ខែមេសាឆ្នាំ2025មកគិតដល់ថ្ងៃទី12នេះគឺរយៈពេលដូចជា38ថ្ងៃហើយតើភាគលាភនឹងបែងចែកប៉ុន្មានក្នុងមួយភាគហ៊ុនតើភាគលាភនេះនឹងទូទាត់ជូនវិក្កិនតាមរយៈណានៅពេលណាដែរយើងជួបគ្នាលម្អិតបន្តិចទៀតបាទសូមស្វាគមន៍បងប្អូនថ្មីៗដែលទើបតែមើលវីដេអូនេះលើកដំបូងសូមចុច Subscribe Channel ឬចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗព័ត៌មានថ្មីៗមុនគេចូលចិត្តគាំទ្រការចែករំលែកបាទចុច Follow Like Share បើមានចម្ងល់ឬមតិយោបល់ចូលរួមអាច Comment នៅក្នុងវីដេអូនេះនៅរសៀលថ្ងៃពហុទី12ខែមិថុនាឆ្នាំ2025នេះបាទធនាគារស៊ីណាបានចេញសេចក្តីជូនដំណឹងជូនវិក្កិនបាទតាមរយៈផ្សារហ៊ុនក្រុមហ៊ុននឹងទូទាត់ភាគលាភបាទនៅថ្ងៃទី13ខែមិថុនាឆ្នាំ2025បាទនៅថ្ងៃសុក្រស្អែកនេះការសម្រេចគឺនៅដដែលបាទភាគលាភជាសាច់ប្រាក់បាទរយៈពេលប្រចាំឆ្នាំគឺអនុប័ត្រនៃការបែងចែកភាគលាភនឹង20%នៃប្រាក់ចំណេញភាគលាភសរុបដែលត្រូវបែងចែកនឹងជាង98,676 លានរៀលជាងដែលស្មើប្រហែលជាង24លានដុល្លារអាមេរិកភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិឬមួយភាគហ៊ុនគឺ227រៀលជាងការបរិច្ឆេទថ្ងៃ Ex Dividend នឹងគឺថ្ងៃទី6ខែឧសភាឆ្នាំ2025រីឯការបរិច្ឆេទថ្ងៃកំណត់ទុកបាទគឺនៅថ្ងៃទី7ខែឧសភាឆ្នាំ2025រីឯការបរិច្ឆេទទូទាត់ភាគលាភថ្ងៃទី13ខែមិថុនាឆ្នាំ2025នៅលើសេចក្តីជូនដំណឹងក៏បានបញ្ជាក់បន្ថែមភាគអនុដែលមានសិទ្ធិទទួលបានភាគលាភដោយការកំណត់ខាងលើគឺត្រូវមានឈ្មោះក្នុងបញ្ជីភាគអនុនៅការបរិច្ឆេទថ្ងៃកំណត់ទុកទី7ខែឧសភាឆ្នាំ2025ចំពោះភាគអនុដែលលក់មូលបត្រកម្មសិទ្ធិឬក៏ភាគហ៊ុនបាទចាប់ពីថ្ងៃទី6ខែឧសភាឆ្នាំ2025នៅតែមានសិទ្ធិទទួលបានភាគលាភរីឯភាគហ៊ុនដែលទិញមូលបត្រកម្មសិទ្ធិឬក៏ភាគហ៊ុនបាទចាប់ពីថ្ងៃទី6ខែឧសភាមកគឺថ្ងៃ dividend ហ្នឹងគឺมันមានសិទ្ធិទទួលបានភាគលាភទេសម្រាប់ការទូទាត់ភាគលាភបាទគិតចាប់ពីថ្ងៃទី13ខែមិថុនាឆ្នាំ2025រហូតដល់ថ្ងៃទី24ខែមិថុនា2025នៅរៀងរាល់ថ្ងៃធ្វើការហើយភាគលាភដែលទូទាត់ជាសាច់ប្រាក់នេះនឹងចូលទៅក្នុងគណនីជួញដូររបស់វិយកិនរៀងៗខ្លួនទៅតាមសមាមាត្រហ៊ុនដែលកាន់កាប់បាទបងប្អូនអាចចូលទៅឆែកមើលបានក្នុងសមតុល្យហើយប្រវត្តិសមតុល្យដូច្នេះសម្រាប់ភាគលាភឆ្នាំ2024មានការរៀងយឺតជាងឆ្នាំ2022និង2023បាទកាលនោះគឺក្រោយថ្ងៃកំណត់ទុកត្រឹមតែ9ថ្ងៃឬ10ថ្ងៃបានហើយប៉ុន្តែសម្រាប់រយៈពេលភាគលាភឆ្នាំ2024នោះមានការរៀងយឺតបាទរហូតដល់ជាង1ខែស្តៀងកាលពីឆ្នាំ2021ដែរដោយនេះសង្ឃឹមថាវិយកិនយើងនឹងមានការយោគយល់អធ្យាស្រ័យចំពោះការរៀងយឺតយ៉ាងនេះបាទចុងក្រោយសូមខន្តីបេទោសបើសិនជាមានកំហុសឆ្គងអចេតនាសូមអរគុណជួបគ្នានៅវីដេអូថ្មីលើក្រោយទៀតជម្រាបលាវីដេអូនេះមកបញ្ជូនដោយក្លឹបប្រឹក្សាភាគហ៊ុនជាគ្រប់ឯកជនទទួលសមាជិកចូលឈ្មោះចូលរៀនវិនិយោគភាគហ៊ុនបង្កើនសមត្ថភាពចំណេះដឹងចាប់អារម្មណ៍ទាក់ទងមកលេខទូរស័ព្ទ admin 086 55 42 97